ខ្ញុំរកអរុណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអរពុកម៉ែបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំនឹងអានចែករំលែកនៅសៀវភៅប្រវត្តិសាស្ត្រខ្មែរគឺសៀវភៅសុបិននិងការពិតឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តគេទៅលេងឡើងធ្វើអីទៅលេងឲ្យឡានគេទៅអីម្យ៉ាងទៀតអធិរាជអាលិចសង្ត្រាហ្វេអូដឺរ៉ូណាដែលជាយារបស់ស្ដេចអង្គនោះហើយដែលមានដើមកំណើតអាល្លឺម៉ង់បានត្រូវប្រជាជនរុស្ស៊ីស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងគំនិតអារិភាពនេះហើយដែលរ៉ាស្ទូទីនទីប្រឹក្សាដ៏មានឥទ្ធិពលរបស់អាឡិចសង្ត្រាបានត្រូវភ្នាក់ងារចាបុរសអង់គ្លេសម្នាក់សម្លាប់នៅក្នុងអំពើក្បត់មួយដែលពួករាជានិយមដាច់ខាតមួយក្រុមក្រោមការដឹកនាំរបស់ក្សត្រយេស៊ូប៊ូហ្វដែលជាសាច់ថ្លៃរបស់នីកូឡាទី2នៅឆ្នាំ1915ដល់ឆ្នាំ1916គណៈកម្មការសូវៀតតាមរូបភាពផ្សេងដូចជាសហករណ៍ជាដើមកើតឡើងជាច្រើននៅក្នុងប្រទេសរុស្ស៊ីហើយដើរតួជាអំណាចមួយទៀតទន្ទឹមនឹងអំណាចរបស់រាជការដែលបាត់បង់បន្តិចម្ដងនៅការក្តាប់អំណាចពិតប្រាកដរបស់ខ្លួនចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអរពុកម៉ែបងប្អូនថ្ងៃស្អែកខ្ញុំនឹងអានចែករំលែកជូនអរពុកម៉ែបងប្អូនបន្តទៀតសូមជម្រាបលាអរពុកម៉ែបងប្អូននិងជនរួមភាសា